សួស្តីមកម្ដងទៀតចាឡើងខ្ញុំកំពុងតែនៅលើចារថយន្ត Hilaro Rally Street Champ 2026ហ្មងចឹងចង់មកជំរាបពីរបៀបផ្លាស់ប្ដូរភាសាចាចឹងមុនហ្នឹងមានឡានភ្ញៀវគាត់020ឯងប៉ុន្តែវាអត់មានខុសគ្នាអីច្រើនទេជាប់ភាសាផ្សេងដូចជា Espagne ហ្នឹងអីមិនដឹងឯងហើយវា load message មកអញ្ចឹងយើងអត់ដឹងថាតើ message ហ្នឹងវាចង់និយាយពីអីដោយសារយើងអានអត់ដាច់ដែរហ្នឹងហើយអញ្ចឹងដំបូងឡើយគឺយើងត្រូវតែដូរភាសាសិនបងនេះអញ្ចឹងយើងចូលមកសញ្ញាព្រួយយើងមកនឹងសញ្ញាព្រួយយើងចុចចុះចុចឡើងធ្វើម៉េចឲ្យសញ្ញាព្រួយហ្នឹងមកដាក់កន្លែងកូនសាវណាចាបន្ទាប់មកចុចអូខេអញ្ចឹងបន្ទាប់មកទៀតយើងចុចមកខាងក្រោមmeter customization ហ្នឹងណាបងអូនបន្ទាប់មកចុចអូខេទៀតមកអញ្ចឹងគឺចេញ language ឯងបងអូនប៉ុន្តែដោយសារជាប់ផ្លាកចុះអស់ហ៊ានដោះផ្លាកអូខេចេញចុចលើ language ហ្នឹងមកនេះគឺចេញហើយមាន English Francais ហ្នឹង Espanol មានថៃមានអីអញ្ចឹងទៅមានភាសាផ្សេងប៉ុន្តែខ្មែរយើងគឺអត់តមានទេអញ្ចឹងយើងអានជាអង់គ្លេសទៅបងអូនណាចាអញ្ចឹងចុចអូខេហើយយើងចុចព្រួយថយក្រោយវិញទៅអញ្ចឹងគឺជាប់អង់គ្លេសយើងហើយហ្នឹងហើយអញ្ចឹងពេលខ្លះនៅសក់គឺវាលោតដូរភាសាហ្នឹងដោយសារយើងដូរអាគុយហើយពេលខ្លះវា error system ហ្មងអញ្ចឹងទៅជាដូរភាសាដូរម៉ោងដូរអីចឹងទៅអញ្ចឹងគេពេលបងដូរអាគុយបងត្រូវទីយើង double check សិនថាឥឡូវឡានខ្ញុំមុននឹងដូរអាគុយភាសាអីគេម៉ោងប៉ុន្មានអញ្ចឹងពេលដូរអាគុយហើយតើមានផ្លាស់ប្ដូរអត់យ៉ាអញ្ចឹងយើងត្រូវមើលថងនឹងផងណាអរគុណ